នេះគឺជាខ្លងទ្វារទី2មុនចូលទៅដល់ប្រាសាទធំប្រខ័ណ្ឌកំពង់ស្វាយតែយើងត្រូវដើរប្រហែលជា20នាទីប្រាសាទប្រខ័ណ្ឌកំពង់ស្វាយត្រូវបានសាងសង់ឡើងដោយរជ្ជកាលស្ដេចខ្មែរ3ចំនួនទី1ព្រះបាទសូរ្យវរ្ម័នទី1ព្រះបាទសូរ្យវរ្ម័នទី2និងចុងក្រោយគឺព្រះបាទជ័យវរ្ម័នទី7សម្រាប់បងប្អូនដែលចង់ធ្វើដំណើរទៅលេងប្រខ័ណ្ឌកំពង់ស្វាយពីរាជធានីភ្នំពេញយើងឆ្លងកាត់ខេត្តកំពង់ធំហើយយើងជិះពីកំពង់ធំមកប្រហែលជា40គីឡូយើងទៅដល់ទំនប់ទឹក30កញ្ញាហើយបងប្អូនមកដល់ទំនប់ទឹក30កញ្ញានេះបងប្អូនបត់ស្ដាំហើយជិះលើផ្លូវក្រហមនេះតាមទំនប់ទឹកនឹងរហូតប្រហែលជា20គីឡូយើងនឹងទៅដល់ស្រុកក្រយ៉ាហើយពីថ្នជាតិមកដល់ទំនប់ទឹកធំនេះគឺប្រហែលជា10គីឡូហើយបងប្អូនចូលចិត្តពិសាត្រីនៅទីនេះសម្បូរត្រីមែនតែនហើយត្រីងៀតក៏មានត្រីឆ្អើរក៏មានហើយនេះគឺជាទំនប់ទឹក30បញ្ញានៅខេត្តវស្សាទីនេះគឺស្រស់ស្អាតខ្លាំងមែនតែនហើយពេលដែលខ្ញុំទៅនោះគឺដើមរដូវវស្សាហើយក៏មិនសូវមានទឹកដែរហើយបន្ទាប់ពីបងប្អូនឆ្លងកាត់ទំនប់30កញ្ញានេះបងប្អូនបន្តដំណើរនៅលើផ្លូវដីក្រហមស្រុកស្រែជនបទរហូតដល់តែជួបជាមួយនឹងផ្លូវគ្រួសបាទរហូតដល់ជួបមួយនឹងផ្លូវគ្រួសហើយបងប្អូនបន្តដំណើរកុំឲ្យបត់ឆ្វេងកុំឲ្យបត់ស្ដាំបងប្អូនធ្វើដំណើរត្រង់រហូតទៅដល់ស្រុកមួយគេហៅថាស្រុកក្រយ៉ាមកដល់ស្រុកក្រយ៉ានេះបងប្អូនឃើញផ្លូវអសតេបើបងប្អូនបត់ឆ្វេងគឺទៅប្រខ័ណ្ឌហើយបងប្អូនទៅត្រង់គឺទៅដល់ខេត្តព្រះវិហារទៅដល់សង្គមថ្មីកោះកេរបាទហើយនៅកែងផ្លូវហ្នឹងមានភោជនីយដ្ឋានមួយដែលអត់មានឈ្មោះទេម្ហូបគិតឆ្ងាញ់ម្ហូបខ្មែរហើយធូរថ្លៃមួយចាន4000បាយ1000ទៀត5000សរុប2នាក់អស់10000ឆ្ងាញ់ហើយឆ្អែតហើយបន្ទាប់ពីញ៉ាំបាយនៅកន្លែងគាត់នៅស្រុកកញ្ញានឹងហើយបងប្អូនធ្វើដំណើរពីស្រុកកញ្ញានឹងទៅដល់ស្រុកកាសេងដែលជាទីតាំងប្រខ័ណ្ឌកំពង់ស្វាយនឹងប្រហែលជា30គីឡូហើយ40គីឡូគឺផ្លូវបែបនេះមានគ្រួសមានដីចាក់ថ្មីអញ្ចឹងទៅព្រោះអីផ្លូវគេកំពុងតែធ្វើប្រហែលជាខែ9អីនឹងរួចរាល់ហើយគេនឹងសម្រុកឲ្យរួចរាល់មុនរដូវភ្លៀងធំមកដល់បាទបងប្អូនធ្វើដំណើរលើផ្លូវនឹងរហូតទាល់តែទៅដល់ស្រុកតាសេងភូមិតាសេងនឹងបាទទៅដល់តាសេងហើយបងប្អូនសួរអ្នកភូមិទៅថាផ្លូវទៅប្រខ័ណ្ឌកំពង់ស្វាយតាមផ្លូវណាអញ្ចឹងគេនឹងប្រាប់បងប្អូនហើយបងប្អូនជិះលើផ្លូវកៅស៊ូមកដល់ផ្លូវហ្នឹងបងប្អូនបត់ឆ្វេងដៃចុះពីផ្លូវកៅស៊ូហ្នឹងទៅបត់ឆ្វេងដៃប្រហែលជា5គីឡូហើយបងប្អូននឹងទៅដល់ប្រាសាទធំឈ្មោះថាប្រខ័ណ្ឌកំពង់ស្វាយហើយនៅតាមផ្លូវមុនទៅដល់ប្រខ័ណ្ឌកំពង់ស្វាយបងប្អូននឹងឃើញទេសភាពដ៏ស្រស់ត្រកាលតាមដងផ្លូវហើយបងប្អូនក៏នឹងឃើញប្រាសាទមួយឈ្មោះថាប្រាសាទចតុមុខហើយបន្ទាប់ពីប្រាសាទចតុមុខមកបងប្អូននឹងជួបប្រាសាទស្នឹងដែលមានតួប៉មតែមួយដូចនៅប្រាសាទបាយ័នដែរបន្ទាប់ពីបងប្អូនឃើញប្រាសាទស្នឹងហើយបងប្អូនបន្តដំណើរប្រហែលជា2គីឡូដីបងប្អូននឹងទៅដល់ប្រាសាទធំប្រខ័ណ្ឌកំពង់ស្វាយអ្នកខ្លះហៅថាប្រាសាទបាកានអ្នកខ្លះក៏ហៅប្រខ័ណ្ឌកំពង់ស្វាយទៅហើយប្រាសាទនេះនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ព្រះបាទសូរ្យវរ្ម័នទី2ហើយនិងចុងក្រោយគឺព្រះបាទជ័យវរ្ម័នទី7ដែលបង្គ្រប់នៃការសាងសង់ប្រាសាទប្រខ័ណ្ឌកំពង់ស្វាយហើយបងប្អូនធ្វើដំណើរពីកសិនទឹកនេះរហូតដល់ប្រាសាទធំនៅកណ្ដាលនោះអាចដើរទៅដោយថ្មើរជើងប្រហែលជា30នាទីទៅមកប្រហែលជា1ម៉ោងហើយបងប្អូនអាច enjoy the temple the beautiful okay bye bye បងប្អូន